Nâng ngày này mà bằng hai pi pi sale data contraction simulator sri ở cảm ơn nhiều bạn vừa đến một đó mình tại về đường lươn về nhà lớn nhưng cho tôi mua game nhưng sẵn ta bị miền một còn ok trong rong trăm em thì nó đang vui cho tôi sale dataទាំងអស់គ្នាយើងចូលកម្មវិធី Sachiver របស់យើងមកហើយយើងចុចពាក្យ download តើមកយើងអូស ROMO file របស់sale data របស់យើងអានេះយើងមាន file 3 4ដែរឥឡូវខ្ញុំចង់ដាក់ខាងក្រោមនេះ file sale data consume 3ខាងក្រោមហ្នឹងខ្ញុំចង់ដាក់ខាងក្រោមហើយដំបូងចុចទៅលើវាមកត្រង់ហ្នឹងអ្នកទាំងអស់គ្នាអាច extract វាក៏បានឬអត់ក៏បានឥឡូវខ្ញុំអត់ចង់ extract ខ្ញុំចុចពាក្យ view អាហ្នឹងលឿនជាងហើយនិយាយរឿងលឿនទៅហើយត្រង់ហ្នឹងខ្ញុំចុចលើវាទៀតមកហើយខ្ញុំចុចលើវាមួយទៀតមកចុចទៀតរហូតដល់ឃើញ file 4អញ្ចឹងមកហើយយើង select លើវាទាំងអស់ select លើវាទាំងអស់មកអ្នកទាំងអស់គ្នាចុចស្កត់លើវាហើយ copy មក copy បើទៅមកទៀតយើងចុចពាក្យ download នេះខាងលើហ្នឹងចុចលើវាមកហើយចុច device store នេះ device store ទៅមកទៀតយើងចុចពាក្យ Android ហើយយកពាក្យ data យើងអូសមកបាទហ្នឹងហើយយើងឃើញហ្គេមរបស់យើងនេះ Contraction Simulator 3ហ្នឹងអាហ្នឹងវាសកាត់វាដាក់ com ស្អីហ្នឹងហើយយើងចុចលើវាហ្នឹងមកហើយអ្នកទាំងអស់គ្នាចុចលើ file ទៅមកទៀតយើងចុចលើពាក្យហ្នឹងពាក្យហ្នឹង profile ហ្នឹងមកអូខេផាសវាមកផាសត្រឹមហ្នឹងអូខេហើយយើងចូលទៅកាន់ហ្គេមយើងវិញមើលទៅមើលតើវាមានម៉ូដឬក៏អត់អូខេចាំអត់មើលទាំងអស់គ្នាអាហ្នឹងពេលខ្លះខ្ញុំធ្វើ2ដងឬ3ដងនេះបានអូខេចាំមើលតើវាបានអត់អូខេឥឡូវយើងបានម៉ូដជាការស្រេចលើ profile យើងចឹងមានថាយើងបានម៉ូដហើយម៉ូដហ្នឹងម៉ូដmid level ហើយយើងបើកបាន Michel ទាំងអស់ហើយ Sky ឬក៏ Tractor យើងបើកបានទាំងអស់អូខេចាំមើលអ្នកដែលឲ្យខ្ញុំ comment ឲ្យខ្ញុំបង្រៀនហ្នឹងខ្ញុំមិនដឹងថាជំនឿអីទេខ្មែរឬក៏យ៉ាងណាទេតែចំពោះខ្ញុំគឺខ្មែរខ្ញុំនិយាយជាភាសាខ្មែរអូខេហើយអ្នកអត់ចេះខ្មែរក៏មើលតាមហ្នឹងទេធ្វើមួយយឺតទៅអូខេហ្នឹងហើយពី Sky យើងបានអន់អូខេខ្ញុំមានម៉ូដចង់ថាម៉ូដច្រើនទៅដែរប៉ុន្តែវាដូចតែគ្នាហ្នឹងម៉ូដហ្នឹងគាត់ថាកន្លែង save data នេះគេជីកអីខុសគ្នាតែប៉ុណ្ណឹងអូខេហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងបើមានចំណុចអាចសួរបានទេ comment សួរខាងក្រោមវីដេអូហើយចំពោះ save data ខ្ញុំដាក់ link នៅខាងក្រោមឲ្យអ្នកនរគ្នាអូខេបាយបាយ